ក្រុមវិទ្យុបងប្អូនទាំងគ្នាសូមស្វាគមន៍មកកាន់វីដេអូខ្ញុំសាជាថ្មីនៅក្នុងវីដេអូនេះដែរខ្ញុំនឹងចែកម្លែកបងប្អូនពីការថែរក្សាការពីតម្រងនោមបងប្អូនមិនឲ្យខូចបាទពាក់ព័ន្ធជាមួយនឹងតម្រងនោមគឺជាកត្តាសំខាន់ណាស់សម្រាប់សុខភាពរាងកាយទាំងមូលណាព្រោះតម្រងនោមវាមានតួនាទីយ៉ាងសំខាន់ក្នុងការចម្រោះជាតិពុលនិងកាកសំណល់ចេញពីឈាមអញ្ចឹងខាងក្រោមនេះខ្ញុំនឹងចែកវិធីសាស្ត្រងាយៗបាទធ្វើឲ្យតម្រងនោមយើងមានសុខភាពល្អអញ្ចឹងខ្ញុំលើក6ចំណុចបងប្អូនទី1គឺបងប្អូនគួរតែពិសាទឹកឲ្យបានគ្រប់គ្រាន់អញ្ចឹងការញ៉ាំទឹកស្អាតបាទញ៉ាំទឹកស្អាតទៀតបងប្អូនញ៉ាំទឹកកខ្វក់កុំញ៉ាំបងប្អូនបាទគួរតែញ៉ាំទឹកស្អាតគឺ1 លីត្រកន្លះទៅ2 លីត្រក្នុងមួយថ្ងៃឬក៏អាច3 លីត្របាទក្នុងមួយថ្ងៃទៅតាមគីឡូបងប្អូនវាជួយឲ្យតម្រងនោមបំពេញមុខងារបានល្អក្នុងការលាងជំរះជាតិកាល់ស្យូមបាទជាតិសូដ្យូមបងប្អូនគឺជាតិអំបិលនិងជាតិពុលផ្សេងៗចេញពីរាងកាយរបស់យើងហើយបញ្ជាក់បងប្អូនប្រសិនបើបងប្អូនមានជំងឺតម្រងនោមស្រាប់បាទកម្រិតការញ៉ាំទឹកបងប្អូនត្រូវតែពិភាក្សាជាមួយនឹងគ្រូពេទ្យជាមុនសិនហើយចំណុចទី2គឺគ្រប់គ្រងរបបអាហារបានន័យថាបងប្អូនគួរតែកាត់បន្ថយជាតិប្រៃនិងជាតិផ្អែមអញ្ចឹងកាត់បន្ថយការញ៉ាំប្រៃបាទដូចជាជាតិអំបិលច្រើនពេកធ្វើឲ្យសម្ពាធឈាមយើងឡើងខ្ពស់ដែលជាសត្រូវចម្បងរបស់តម្រងនោមដែរបាទហើយមួយទៀតគឺកាត់បន្ថយការហូបអាហារកែច្នៃបាទច្រើនដូចជាមីកញ្ចប់អាហារកំប៉ុងឬក៏អាហារផ្អាប់ដូចជាសាច់ក្រកជាដើមព្រោះវាមានផ្ទុកនៅជាតិសូដ្យូមនិងជាតិផាស្ហ្វ័រខ្ពស់ដែលធ្វើឲ្យតម្រងនោមយើងនឹងពិបាកក្នុងការធ្វើការបាទធ្វើការធ្ងន់អញ្ចឹងណាហើយមួយទៀតគឺកម្រិតជាតិស្ករអញ្ចឹងការញ៉ាំផ្អែមខ្លាំងបង្កជាជំងឺទឹកនោមផ្អែមបាទដែលជាមូលហេតុឈានទៅនៃការខ្សោយតម្រងនោមចាំបងប្អូនគួរតែកាត់បន្ថយការញ៉ាំផ្អែមនិងញ៉ាំប្រៃហ្នឹងណាហើយចំណុចទី3គឺគ្រប់គ្រងសម្ពាធឈាមនិងជាតិស្ករអញ្ចឹងពិនិត្យសម្ពាធឈាមឲ្យបានទៀងទាត់លើសឈាមដោយគ្មានការគ្រប់គ្រងគឺអាចបំផ្លាញសរសៃឈាមតូចៗនៅក្នុងតម្រងនោមណាហើយសម្ពាធឈាមយើងធម្មតាគួរតែស្ថិតនៅក្នុងរង្វង់គឺ120ក្រោម120លើ80ណាបងប្អូនបាទនឹងចន្លោះហ្នឹងគឺធម្មតាណាន័យថា12លើ8ណាបងប្អូនហើយបងប្អូនគួរតែតាមដានជាតិស្ករបើបងប្អូនមានជំងឺទឹកនោមផ្អែមបងប្អូនគួរតែលេបថ្នាំឬក៏ចាក់អាំងស៊ូលីនឲ្យបានគ្រប់គ្រាន់បាទឲ្យបានត្រឹមត្រូវតាមការណាត់របស់គ្រូពេទ្យអញ្ចឹងណាហើយចំណុចទី4គឺបងប្អូនគួរតែជៀសវាងការប្រើប្រាស់ថ្នាំផ្ដេសផ្ដាសថ្នាំលេបណាអញ្ចឹងការទិញថ្នាំលេបដោយខ្លួនឯងដោយគ្មានវេជ្ជបញ្ជាពិសេសគឺពពួកថ្នាំបំបត្តិការឈឺចាប់ដូចជាពពួក Ibuprofen, Diclofenac, Naproxen និងថ្នាំបុរាណតែគ្មានប្រភពច្បាស់លាស់អាចបំផ្លាញកោសិកាតម្រងនោមយ៉ាងធ្ងន់ធ្ងរប្រសិនបើប្រើប្រាស់យូរអង្វែងណាអញ្ចឹងវាអាចប៉ះពាល់ទៅដល់តម្រងនោមយើងអញ្ចឹងបើថ្នាំកុំឲ្យបើថ្នាំប្រេះប្រាស់ណាបងប្អូនហើយចំណុចទី5គឺហាត់ប្រាណនិងគ្រប់គ្រងទម្ងន់អញ្ចឹងការធ្វើលំហាត់ប្រាណកម្រិតមធ្យមដូចជាបងប្អូនដើរឲ្យលឿនរត់ត្រឹកឬក៏ជិះកង់ឲ្យបាន30នាទីក្នុងមួយថ្ងៃវាជួយកាត់បន្ថយសម្ពាធឈាមនិងការពារការឡើងទម្ងន់ណាឬកុំឲ្យយើងធាត់ហ្នឹងណាដែលជាហានិភ័យនៃជំងឺតម្រងនោមដែរអញ្ចឹងណាបងប្អូនហើយមួយទៀតគឺចំណុចទី6បងប្អូនគួរតែជៀសវាងការជក់បារីនិងគ្រឿងស្រវឹងការញ៉ាំគ្រឿងស្រវឹងយ៉ាងការជក់បារីធ្វើឲ្យលំហូរឈាមទៅកាន់តម្រងនោមហ្នឹងមានអាការថយចុះនិងបង្កើនហានិភ័យនៃជំងឺមហារីកតម្រងនោមទៀតផងបាទហើយពាក់ព័ន្ធជាមួយនឹងការពិសាគ្រឿងស្រវឹងច្រើនហួសប្រមាណធ្វើឲ្យតម្រងនោមយើងនឹងបាត់បង់សមត្ថភាពក្នុងការចម្រោះឈាមណាហ
ហើយបញ្ជាក់បងប្អូនតិចបាទគឺជំងឺតម្រងនោមនៅដំណាក់កាលដំបូងគឺច្រើនតែមិនមានស្ដែងចេញរោគសញ្ញាអ្វីទាំងអស់ទេបាទអញ្ចឹងបងប្អូនគួរតែពិនិត្យសុខភាពប្រចាំឆ្នាំតាមរយៈការពិនិត្យឈាមយើងមើលពពុះក្រេអាទីនីនឬក៏ពិនិត្យទឹកនោមបាទឲ្យបានមួយឆ្នាំម្ដងឬក៏មួយឆ្នាំពីរដងបាទរឿងនេះគឺមិនគួរម្លងទេបងប្អូនបាទជាពិសេសគឺអ្នកដែលមានជំងឺលើសសម្ពាធឈាមនិងទឹកនោមផ្អែមនឹងតែម្ដងចឹងអរគុណច្រើនបងប្អូនវីដេអូខ្ញុំមានប៉ុណ្្នឹងទេសង្ឃឹមថាបងប្អូនពេញចិត្តនៅវីដេអូខ្ញុំដែលខ្ញុំចែកម្លែកពីការខូចតម្រងនោមបាទការថែរក្សាតម្រងនោមឲ្យមានសុខភាពល្អណាចឹងអរគុណច្រើនបងប្អូនយើងជួបគ្នានៅវីដេអូក្រោយបន្តទៀត